ស្វាគមន៍អ្នកកុននិយមគ្រប់គ្រងក្របៈទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់ពិភពគុណ TV ព្រមទាំងវីដេអូសម្រាយរឿងពិភពធម្មពលវេទមន្តភាគទី139ដែលជាភាពបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយវាស្មៅនៃទឹកដីភ្លើងនៅលើអាកាសច្រកលំហមួយក៏ត្រូវបានបើកសើហៅត្រូវបានចម្លងមកកាន់ទីនេះម្ដងភ្លាមគិតក្នុងចិត្តហើយថាកុសសម្ព័ន្ធអមតៈសួនផ្កាយជុករត់បិសាចដែលដីឋានរុនគរឋានសួគ៌នៅក្នុងថ្ងៃដែលយើងខ្លាចទៅជាអធិរាជក៏ជាថ្ងៃដែលពួកឯងវិនិច្ឆ័យដែរសើហៅនឹងមិនបំភ្លេចនៅការអាម៉ាស់មួយនេះនោះឡើយតែសមងក្រោយមកសើហៅក៏បានធ្វើដំណើរមកដល់ក្រុងហ្វូហ្វឹងបានឃើញមនុស្សដែលកំពុងតែដេញអ្នកដែលបានខ្លាញ់បន្លំនៅវត្ថុទិព្វក៏ដើរបន្តឃើញថាមនុស្សនៅក្នុងក្រុងនេះដូចជាច្របូកច្របល់ខ្លាំងណាស់ដើរបុកគ្នាឬក៏វាយគ្នាពីពេញហ្នឹងដើរដល់ទីណាក៏មិនខ្វះមនុស្សវាយគ្នានៅតាមផ្លូវដែរសើហៅពេលនោះក៏ប្រទះឃើញមានមនុស្សដែលអាចធ្វើឲ្យពួកគេស្ដាប់បង្គាប់អញ្ចឹងហើយគាត់គឺត្រូវតែទៅមើលប្រតិជាពាក់អាវលឿងនេះផងដែរក៏ជាចាស់ទុំនៃសាលាទេវតាឋានសួគ៌តែគាត់ក៏មាននៅកម្រិតយុទ្ធសាស្ត្រទី11វយតៅគាត់ចេញមកលើកនេះប្រកាសថាបើសិនជាមានអ្នកណាម្នាក់ដែលអាចផ្ដល់នូវការណែនាំអំពីមាសអាទិទេព7ពណ៌សាលាអាទិទេពឋានសួគ៌ក៏នឹងផ្ដល់ឱកាសឲ្យពួកគេក្នុងការត្រាំនៅក្នុងស្រះទឹកបរិសុទ្ធនៅក្នុងរយៈពេលមួយយប់មួយថ្ងៃផ្កាឈូកវេទមន្តនៅក្នុងស្រះវេទមន្តនោះផងដែរគឺអាចស្ដារឡើងនៅរាងកាយជួយទៅដល់អ្នកដែលកំពុងតែកកស្ទះផងដែរសើហៅក្រោយពីលើបែបនេះគិតហើយថាបើសិនជាគាត់អាចទទួលបានឱកាសមួយហ្នឹងគឺច្បាស់ជាសម្រេចនៅក្នុងការបន្សុទ្ធផ្លែឈើព្រះពោធិសត្វមាសរបស់គាត់ហើយដល់ពេលនោះគឺអាចស៊ាំជាមួយនឹងធម្មពលនៃច្បាប់នៅក្នុងសមរភូមិរវាងអ្នកមានទេពកោសល្យទាំង3000គឺច្បាស់ជាមានតែជំនួយដ៏ធំបន្ថែមមួយទៀតហើយបរិះម្នាក់នេះពេលនោះក៏បានដើរចូលទៅក៏ដូចជាស្រែកប្រាប់ថាគេគឺចង់បាននៅលិខិតអញ្ជើញអ្នកក្លាហានឥឡូវនេះភ្លាមនោះយើងបានឃើញនៅនារីម្នាក់ដៃកាន់នៅលិខិតគ្រាន់តែរលាស់ដៃបន្តិចគេក៏បានអណ្ដែតនៅលើអាកាសបើទៅហើយគេមុំមកក្តៅក្រហាយខ្លាំងណាស់សួរថាតើគឺជាអ្នកណាទៅនាងក៏បានប្រាប់ហើយថាបើសិនជាចង់បាននៅលិខិតអញ្ជើញអ្នកក្លាហាននោះគឺត្រូវតែធ្វើទៅតាមវិន័យនៃសាលាទេវតាឋានសួគ៌របស់នាងសិហារបស់យើងក៏បានឈរតម្រង់ជួរជាមួយនឹងពួកគេខណៈពេលដែលគ្រប់គ្នានារីម្នាក់ហ្នឹងគឺទើបតែចូលក្នុងសាលាបានត្រឹមតែ1ឆ្នាំទេតែនាងក៏បានក្លាយទៅជាអ្នកល្បីល្បាញម្នាក់ទៀតក៏ប្រាប់ថាតាមវ័យដែលគេលើនាងគឺមានឈ្មោះថាឈីងជីព្រមទាំងគឺជាមិត្តល្អជាមួយនឹងហ្វឹងវូអញ្ចឹងហើយអំណាចរបស់នាងគឺមិនអាចមើលស្រាលបាននោះឡើយសិហារបស់យើងគិតក្នុងចិត្តទៀតហើយបើទោះបីជាគាត់មិនធ្លាប់បានឃើញនៅមនុស្សម្នាក់នេះតែមានអារម្មណ៍ថាហាក់បីដូចជាប្រហាក់ប្រហែលខ្លាំងណាស់ប្រើប្រាស់នៅកែភ្នែកប្រស្រីពីរបស់គាត់ទៅមើលព្រមទាំងឆ្ងល់ខ្លាំងណាស់មិននឹងអាចគឺជានាងបានទៅ1ឆ្នាំហើយឈីងជីពេលនេះសិហាក៏បានដើរមកឈរចំពោះមុខនាងអ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នាទៅវិញទៅមកហើយឈីងជីនេះគឺជាប្រពន្ធរបស់សិហានៅអាណាចក្រខាងក្រោមដែលគឺជារាងកាយទី2របស់យាឆាន់សិហារបស់យើងបន្តសម្លឹងមើលមុខដ៏ស្រស់ស្អាតរបស់នាងក៏ដូចជាឃើញនៅមុខចាស់រវល់តែផ្លឹកក៏មានមនុស្សសួរហើយមិនបានជាយឺតម្លេះសិហាបានដើរចេញព្រមទាំងគិតក្នុងចិត្តយាឆាន់គឺជានារីបរិសុទ្ធនៅក្នុងសាពូធានម្ដងអាណាចក្រឋានលើនេះគេហៅថាបៈឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាឈីងជីបន្លំខ្លួនចូលរួមជាមួយនឹងសាលាទេវតាឋានសួគ៌នេះទៅវិញមើលទៅប្រហែលជានាងមិនអាចរួមរស់ជាមួយនឹងរាងកាយគោលបាននោះទេជួបនាងនៅលើកនេះគឺពិតជារឿងដ៏គួរឲ្យចៃដន្យមួយមែនហើយក៏ព្រោះតែនាងមាននៅទុកលំបាករបស់ខ្លួនអញ្ចឹងយកល្អគាត់ចាត់ទុកថាមិនបានស្គាល់នាងទេចុះយកល្អគឺគួរតែស្វែងរកនៅព័ត៌មានតាក់ទងជាមួយនឹងមាសទេវតា7ពណ៌ជាមុនសិនតែសមងក្រោយមកយើងក៏បានឃើញសើហៅហោះនៅលើអាកាសតែម្នាក់ឯងក្នុងពេលនោះក៏បានឈប់មកពួននៅក្រោយផ្ទាំងថ្មមួយបានឃើញមនុស្ស3នាក់កំពុងតែនិយាយជាមួយនឹងយាឆាន់ហើយអត់មានក៏នឹងហៅនាងថាគឺជាឈីងជីតាមឈ្មោះដែលនាងបានដាក់ឲ្យខ្លួនឯងនៅអាណាចក្រខាងលើនេះមនុស្សទាំង3នាក់នោះប្រាប់ថាគេគឺគ្មានគោលបំណងអាក្រក់អីនោះទេអញ្ចឹងហើយយកល្អនាងក៏គួរតែប្រគល់នៅមាសទេវតា7ពណ៌នោះមកឲ្យពួកគេទៅតាមសម្រួលសើហៅលឺដូច្នេះហើយក៏មានការចាប់អារម្មណ៍ខណៈពេលដែរឈីងជីនាងបានតបថាសាលាទេវតាឋានសួគ៌បានប្រើប្រាស់តម្រុយមកពីភ្លើងមេឃាក្រហមអាចទទួលបានវាពីមិត្តភ័ក្តិម្នាក់នៃសាលាសិនយ៉ាក៏ព្រោះតែវាមិនគ្រប់គ្រាន់ដើម្បីយកវាធ្វើជាព្រួញទឹកនៃមាសអាទិទេពមូលហេតុនេះហើយបានជាមានប្រកាសចេញនៅលិខិតអញ្ជើញអ្នកក្លាហានដើម្បីបន្តស្វែងរកវាបើសិនជានាងប្រគល់ឲ្យពួកគេតែបកស្រាយយ៉ាងម៉េចទៅកាន់សាលាទៅគេក៏បានដើរចូលមកនិយាយសើចចំអកនាងមិនដឹងពីរបៀបបកស្រាយទៅកាន់សាលាមែនទេអញ្ចឹងចុះបើសិនជាយើងបង្ហើបណាតសញ្ញាណពិតរបស់នាងវិញតើនាងគូបកស្រាយជាមួយនឹងបពុធានដោយរបៀបណាទៅព្រមទាំងឲ្យនាងថាគឺជាទេពធីតាបរិសុទ្ធទៀតផងឈីងជីសួរផ្លែតែម្ដងថាតើលោកកំពុងតែនិយាយអីហ្នឹងគេបានសើចថា1ឆ្នាំមុននាងគឺបានចូលមកក្នុងសាលាទេវតាឋានសួគ៌តែក្នុងរយៈពេលដ៏ខ្លីក៏បានក្លាយទៅជាជនល្បីល្បាញព្រមទាំងក្លាយទៅជាសិស្សគោលដែលមានទេពកោសល្យនៅក្នុងសាលាក៏ប៉ុន្តែរឿងរ៉ាវរបស់នាងកាលពីមុនគឺមិនសូវមានអ្នកបានដឹងនោះទេរួចហើយក៏បានរំលឹកនៅរាងកាយទី2នៃទេពអប្សរយាឆាន់ដែលបានបាត់ពីអាណាចក្រខាងក្រោមជនដែលមានទេពកោសល្យបែបនេះបែរជាបាត់ខ្លួនមិនដឹងថានៅឯណានៅក្នុងពិភពលោកមួយនេះគឺគ្មានរឿងដែលចៃដន្យបែបហ្នឹងនោះឡើយសួរឌឺដងថាតើពិតមែនដែរទេពអប្សរយាឆាន់លើដូច្នេះហើយឈីងជីក៏បានរំលឹកអំពីសមត្ថភាពរបស់គេដែលអាចធ្វើការអង្កេតនៅចលនាទាំងអស់នៅក្នុងអាណាចក្រឋានលើនិងឋានក្រោមគ្រប់ពេលវេលាមើលទៅពួកគេក៏មិនមែនជាចោរប្លន់ធម្មតានោះទេរួចហើយធ្វើការវាយប្រហារចេញទៅគេបានប្រាប់ថាឲ្យប្រយ័ត្នតែនៅក្នុងពេលនោះឈីងជីបានសម្រុកចូលផ្ទះគេម្នាក់មួយកំភ្លៀងព្រមទាំងដាស់ម្នាក់មួយដៃឲ្យខ្ទាតចេញទៅឋានៈដឹកនាំរបស់ពួកគេក៏បានបញ្ចេញនៅចំហាយនិក្រិចមួយបណ្ដាលឲ្យឈីងជីឆ្ងល់ហើយថាគេមកពីបកនិក្រិចបិសាចមែនទេព្រមទាំងទទួលខុសត្រូវនៅក្នុងការឆែកនៅបញ្ជីមនុស្សបាបមិនងើងឆ្ងល់នោះឡើយហេតុអ្វីបានជាគេដឹងរឿងរ៉ាវច្រើនបែបនេះនៅក្នុងអាណាចក្រខាងក្រោមតែនៅក្នុងពេលនោះឈីងជីរបស់យើងក៏បានប្រើនៅយុទ្ធសាស្ត្រនិក្រិចរបស់នាងទៅចាត់ការដូចគ្នាម្នាក់នឹងក៏មិនមែនជាដៃគូរបស់នាងនោះឡើយហើយដូច្នេះក៏បានចាក់ចេញផ្ញើទុកសិនចោះបពុធានគឺច្បាស់ជាសម្លាប់នាងឈីងជីឃើញចឹងហើយក៏ប្រញាប់ដេញទៅតាមតែខណៈពេលដែលគេកំពុងតែគេចនោះផងដែរក៏ស្រាប់តែបានឃើញនៅអន្ត្រីមាសមួយដែលគឺជាសឺហៅហោះមកយ៉ាងលឿនសម្រាប់គេចោលបាត់ទៅហើយក្រោយពីឃើញដូច្នេះឈ
ឈិងយីក៏បានសួរថាតើអ្នកក្លាហានណាម្នាក់ដែលបានជួយដល់នាងទៅសូមចេញមុខឲ្យនាងបានឃើញផងតែសឺហៅហាក់បីដូចជាចាក់ចេញទៅបាត់ហើយសាច់រឿងបានកាត់មកដល់ចន្លងប្រេះឆានៃដែនដីភ្លើងសឺហៅរបស់យើងក៏បានមកដល់ទីនេះនៅខាងក្រោមពុំពេញទៅដោយចំហាយអ្វីម្យ៉ាងដោយភាពងឿងឆ្ងល់គាត់ក៏បានចូលទៅខាងក្រោមព្រមទាំងដឹងថាគាត់បានធ្វើដំណើរជាង100ម៉ាយទៅហើយតែនៅតែមិនទាន់ទៅដល់បាតរបស់វាក្នុងពេលនោះក៏ស្រាប់តែប្រទះឃើញនៅធម្មពលចលាចលសឺហៅគឺមានតែប្រញាប់គឺចេញនោះទេចំហាយធម្មពលនេះផងដែរគឺពិតជាមិនធម្មតានោះឡើយដោយសារតែបែបនេះសឺហៅបានប្រើប្រាស់នៅកាយភ្នែកព្រះស្រីពីររបស់គាត់ក៏ដូចជាបានឃើញថាវាគឺជាវិមានក្រោមដីហើយដូច្នេះហើយសឺហៅបានចុះទៅខាងក្រោមក៏ដូចជានៅតែគិតថាគឺច្បាស់ជាមានអ្វីម្យ៉ាងនៅក្នុងវិមានក្រោមដីនេះដោយការសង្ស័យគាត់ក៏បានចុះទៅមើលបន្តតែធម្មពលចលាចលនៅតែធ្វើការវិប្រហារបន្ទាប់ពីគេចេញនឹងរងរួចហើយសឺហៅក៏បានគិតវិមានមួយនេះគឺត្រូវបានបែកបាក់ដោយពេលវេលាក៏ប៉ុន្តែមិនដឹងថាវាគឺត្រូវបានកសាងឡើងនៅពេលណានោះទេខាងក្រោមដែលពោពេញទៅដោយចំហាយព្រមទាំងក្រុងឆ្អឹងរញ៉េរញ៉ៃនេះផងដែរវាគឺជាភ្នូនិក្រីទាំង9គឺជាប្រភពមួយដ៏អត់កំបាំងសឺហៅបន្ទាប់ពីពិនិត្យមើលរួចហើយបានចុះទៅខាងក្រោមព្រមទាំងគិតថាអាចដែរទេគឺជារបស់សេះសល់ពីនិក្រីពិតប្រាកដនៅខាងក្រោមនេះផងដែរក៏មាននៅបញ្ឈូសមួយសឺហៅគឺពិតជាឆ្ងល់ខ្លាំងណាស់ថាតើគេគឺជាអ្នកណាទៅហើយបើសិនជាអ្នកក្លាហានទាំងអស់គ្នាធ្លាប់មើលនៅរឿងក្របដណ្ដប់ឋានសួគ៌នៅក្នុងពិភពគុណកាហ្វេក៏ប្រហែលជាអាចចាំបាននៅបញ្ឈូសមួយហ្នឹងហើយមិនគិតថាវាជាប់ពាក់ព័ន្ធគ្នាជាពិសេសសម្បីតែនិក្រីនឹងក៏ដូចគ្នាដែរតែវាគឺគ្រាន់តែជាការបានស្មាររបស់ admin តែប៉ុណ្ណោះសឺហៅក្រោយពីបានលើនៅសំឡេងហាក់បីដូចជាសម្រែកនិក្រីនឹងគាត់គឺពិតជាងឿងឆ្ងល់ខ្លាំងមែនទែនថាតើវាមកពីណាទៅហេតុអ្វីបានជាមាននៅសំឡេងបែបនេះហាក់បីដូចជាចេញមកខាងក្រៅអញ្ចឹងក្នុងពេលនោះធម្មពលដ៏ខ្លាំងក្លាក៏ធ្វើការវិប្រហារទៀតហើយពលគឺថាវាចេញពីច្រកលំហធ្វើការវិប្រហារគ្រប់ទីកន្លែងសឺហៅរបស់យើងមានតែប្រើប្រាស់នៅល្បឿនដ៏លឿនរបស់គាត់គេចេញទៅរួចហោះទៅដល់ខាងលើវិញក៏ព្រោះថាវាគឺពិតជាគ្រោះថ្នាក់ពេកហើយក្រោយពីធម្មពលមួយនេះស្ងប់ស្ងាត់ទៅវិញសឺហៅក៏បានចុះមកផ្សាយជាថ្មីងឿងឆ្ងល់ខ្លាំងណាស់ព្រោះសម្បីតែកែភ្នែកប្រស័យពីរនឹងក៏មិនអាចមើលឃើញនៅអ្វីដែលនៅក្នុងបញ្ឈូសនោះបានដែរនៅទីនេះក៏ស្រាប់តែមាននៅការរំជួយសឺហៅក៏គិតឲ្យអាចទេមកពីធម្មពលនៃចលាចលនៅទីនេះដែលបង្កឲ្យលំហព្រមទាំងពេលវេលាមានភាពមិននឹងណៅអាសនៈមួយនេះក៏មិនអាចទប់ទល់ជាមួយនឹងទម្ងន់នៃមឈូសសម្រិតបន្តិចម្ដងមូលហេតុនេះហើយបានជាវាបង្កឲ្យលឺនៅសំឡេងបែបហ្នឹងក្នុងពេលនោះឃើញថាវាមានដ៏ធំក៏ស្រាប់តែត្រូវបានដួលរលំខណៈពេលដែលឆ្អឹងនិក្រីខ្លះធ្លាក់ចុះសឺហៅគិតទៀតហើយមនុស្សដែលកប់នៅក្នុងមឈូសនេះគឺច្បាស់ជាមិនធម្មតានោះឡើយក្នុងមឈូសនោះគឺប្រហែលជាពោពេញទៅដោយវត្ថុទើបគាត់គឺមិនអាចឲ្យខកខាននៅឱកាសមួយនេះឡើយអ្នកណាទៅដឹងទៅថាភ្លើងចលាចលគឺអាចមាននៅមាសអាទិទេព7000នៅក្នុងនោះហើយបើសិនជាមានមែននោះគឺច្បាស់ជាព្រួយមួយបាញ់បានចាប់ពីហើយខណៈពេលដែលប្រើប្រាស់នៅធម្មពលរបស់គាត់សឺហៅក៏ដឹងហើយថាមឈូសនេះក៏វាស៊ាំជាមួយធម្មពលច្បាប់ដែរសឺហៅខណៈពេលដែលចុះមកដល់ឃើញថាក៏ត្រូវបានទំនាយមួយទាញចុះមកយ៉ាងខ្លាំងកម្លាំងសម្ពាធមួយនេះវាគឺពិតជាខ្លាំងក្លាពេកហើយសឺហៅព្យាយាមដើរទៅរកមឈូសនេះបន្តិចម្ដងទៅដល់ប្រើប្រាស់នៅកម្លាំងរបស់គាត់ព្យាយាមរុញនៅគម្របមឈូសតែគាត់ក៏ដឹងថាប្រើប្រាស់នៅកម្លាំងធម្មពលនេះច្បាស់បែបនេះគឺគ្មានប្រយោជន៍នោះទេហើយដូច្នេះគឺបានត្រឹមតែប្រើប្រាស់នៅកម្លាំងកាយតែប៉ុណ្ណោះសឺហៅព្យាយាមយកនៅដៃរបស់គាត់រើហៅបន្តិចហើយក៏ស្រាប់ទៅពេលនោះបានលឺនៅសំឡេងរញ៉េរញ៉ៃជាច្រើនធម្មពលមួយនេះក៏បានធ្វើឲ្យកាយភ្នែករបស់សឺហៅទៅជាពណ៌ស្វាយពួកគេក៏និយាយអំពីកិច្ចសន្យាក៏ដូចជាសឺហៅបែរជានិយាយចេញនៅពាក្យមួយថាខ្ញុំគឺនឹងប្រយុទ្ធនៅលើមាគ៌ារបស់លោកមឈូសមួយនេះក៏ត្រូវបានបិទវិញសឺហៅប្រែទៅជាធម្មតាហើយគាត់គឺងឿងឆ្ងល់ផងដែរហេតុអ្វីបានជាគាត់និយាយពាក្យទាំងនេះចេញមកទៅក៏ដូចជារំលឹកអំពីសមរភូមិដែលធំដែលបានកើតឡើងកាលពីមុនតែយកសម័យនោះមានរឿងអ្វីកើតឡើងហើយតើវាចាប់ផ្ដើមឡើងនៅឯណាទៅក្រៅពីនេះទៅទៀតគឺជាវត្តមានរបស់ទេពធីតាលាវក៏ប្រហែលជានៅក្នុងចំណោមពួកគេផងដែរសឺហៅពេលនេះក៏បានប្រាប់ខ្លួនឯងវិញថាកុំឲ្យគិតព្រមទាំងព្យាយាមរុញមឈូសនេះសាជាថ្មីម្ដងទៀតក៏ប៉ុន្តែមិនថារុញពីមុខពីក្រោយពីឆ្វេងឬក៏ពីស្ដាំនោះទេគ្មានប្រយោជន៍អ្វីទាំងអស់ពេលនេះដៃរបស់សឺហៅបានបែកឈាមទៅហើយរអ៊ូក្នុងចិត្តព្រោះថាសម្បីតែស្នៀតនៃការចាប់ជាតិក៏បានប្រើប្រាស់ហើយលំពេងសង្គ្រាមរន្ទះក៏ប្រើដែរតែក៏ដូចជាគ្មានមួយណាបានការអីនោះឡើយហើយដូច្នេះហើយសឺហៅក៏មានតែកាត់ចិត្តតែក៏នៅតែគិតថាឆ្អឹងនិក្រីនេះគឺជានិក្រីពិតបើទោះបីជាគ្មានសាច់ក៏ប៉ុន្តែបើសិនជាគូឆ្អឹងនិក្រីអាចស្ងោរស៊ុបបានវិញនោះគឺដឹងតែបើទៀតហើយសឺហៅក៏យល់ថាវាអាចទៅរួចតែក្នុងពេលនោះក៏ស្រាប់តែបានឃើញដែលភ្លើងគោលពណ៌ខៀវចំហាយភ្លើងនេះធ្វើការវិប្រហារចេញទៅសឺហៅក៏មានតែប្រញាប់កិច្ចចេញថ្មមួយនោះបន្ទាប់ពីផ្ទុះបែកសឺហៅក៏គិតហើយខ្លាចថាសម្បីតែអាទិទេពពិតនឹងគ្រាន់តែប៉ះវាក៏ត្រូវវិនាសដែរអញ្ចឹងហើយសឺហៅនិយាយថាសម្លាញ់ពួកយើងចរចាគ្នាសិនទៅបើសិនជាឯងចង់ស៊ីនៅឆ្អឹងនិក្រីនេះយើងគឺនឹងចែករំលែកជាមួយនឹងឯងមិនអីនោះទេពួកយើងរាប់អានគ្នាជាមិត្តភក្តិទៅភ្លើងនោះគណៈពេលដែលបញ្ចេញនៅចំហាយកាន់តែខ្លាំងរួចហើយវាក៏ស្រាប់តែចាក់ចេញទៅវិញតែរំពេចនោះក៏ស្រាប់តែមាននៅភ្លើងអ្វីម្យ៉ាងបង្ហាញខ្លួននៅខាងក្រោយខ្នងតាមពិតវាគឺខ្លាចនៅភ្លើងអត់កំបាំងមួយនឹងនោះទេសឺហៅពិតជាងឆ្ងល់មែនទែនហេតុអ្វីបានជាមាននៅភ្លើងមួយទៀតហើយពេលនោះបានភ្ញាក់ផ្អើលថាតើវាគឺជាភ្លើងចលាចលមែនទេខណៈពេលដែលសឺហៅប្រឈមមុខជាមួយនឹងចំហាយភ្លើងមួយនៃសាច់រឿងក៏កាត់មកដល់មនុស្សពីរនាក់គេបានដើរចូលមកដល់កន្លែងបាក់បែកមួយព្រមទាំងសួរហើយថាតើពួកគេមិនមែនចង់ខ្លាចទៅជាសិស្សនៃសាលាទេវតាឋានសួគ៌ទេមែនអត់ហើយតើទីនេះគឺជាកន្លែងណាទៅគេបានឯកបាថាមើលទៅមកកន្លែងខុសហើយសំឡេងប្រតិជាម្នាក់ក៏សួរថាតើមានអ្វីខុសទៅនេះគឺជាមាគ៌ាពិតប្រាកដនៃការវឹកហាត់យុទ្ធសិលអ្នកទាំងពីរគ្រាន់តែលើអញ្ចឹងក៏ដឹងថាគឺជាខ្មោចប្រញាប់រត់ចេញតែម្ដងបណ្ដាលឲ្យប្រតិជាម្នាក់នឹងដកដង្ហើមធំហើយបន្ទាប់មកអ្នកទាំងពីរក៏បានអញ្ជើញនៅសិស្សច្បងគេឲ្យមកដល់ថាទីនេះគឺមានខ្មោចតែម្នាក់នឹងនិយាយថាពួកគេបំភ័យខ្លួនឯងតែប៉ុណ្ណោះនេះគឺគ្រាន់តែជាអាគារបាក់បែកតែមានខ្មោចមកពីណានៅទីនេះភ្លាមក៏ស្រាប់តែមាននៅប្រតិជាម្នាក់បង្ហាញខ្លួននិយាយថាបើទោះបីជាឯងក្អេងក្អាងគួរសមលងងខ្លៅព្រមទាំងឆ្លើយក៏ប៉ុន្តែ
ពួកយើងមាននិស្ស័យជួបគ្នាយើងគឺស្ម័គ្រចិត្តទទួលយកឯងក្នុងពេលនោះអបិនឹងក៏នៅតែស្រីថាគឺជាខ្មោចម្នាក់នេះវិញនិយាយថាគេគឺគ្រាន់តែជាតាចាស់ចំគួតដែលរស់នៅក្នុងតំបន់នេះតែប៉ុណ្ណោះរួចហើយចាក់ចេញទៅបានបណ្ដាលឲ្យប្រតិកម្មម្នាក់នឹងនិយាយហើយថាផ្ដល់ជូននៅរបស់ល្អតែបើជាបដិសេធមិនព្រមធ្វើជាសិស្សរបស់យើងដោយសារតែបែបនេះរួចហើយក៏បានប្រាប់ប្រាស់នៅធម្មពលបង្ហាញខ្លួននៅចំពោះមុខគេសោយក្រហមបណ្ដាលឲ្យសាច់រឿងភាគនេះក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងបើសិនជាអ្នកក្លាហានចង់ដឹងថាតើប្រតិកម្មម្នាក់នេះគឺជាអ្នកណាខ្លាំងប៉ុណ្ណាកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin នៃភាពបន្តជាចុងក្រោយអរគុណដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងភ្នំមិនផ្លាប់បដោះទឹកនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ